របស់យើងមានអ្នកចាំទីខែសុកសិលាបាទលេខ3ជួនច័ន្ទចៅលេខ4ទេសម្បត្តិលេខ5ស៊ុយវិសាលជាប្រធានក្រុមលេខ7សាទីលេខ8អនច័ន្ទពូលីនលេខ9ស៊ីងចន្ទធាលេខ12កីឡាករសុសុហាណាវេមានកីឡាករ Jefferson Tabinas ជាកីឡាករដែលកើតនៅជប៉ុនប៉ុន្តែមានឪពុកជាជនជាតិហ្គាណានិងម្ដាយជាជនជាតិពេជ្រជាទឹកបានល្អជាងពិសាដែលវិជ្ជបណ្ឌិតជាច្រើនអ្នកសម្រាប់អ្នកដែលបាត់បង់ជាតិទឹកបាទអ្នកជំងឺរាករូសអ្នកធ្វើការក្រោមកម្ដៅថ្ងៃបាទ Here we go ប្រិយមិត្តការប្រកួតបានចាប់ផ្ដើមហើយបាទលេងចេញពីបាទហ្វីលីពីនគឺជាក្រុមដែលសម្បូរដោយកីឡាករមានសញ្ជាតិ2បាទកីឡាករមួយចំនួនក៏ធ្លាប់លេងនៅក្នុងក្រុមយុវជនមកផងដែរមុនដែលចូលជាមួយនឹងក្រុមជម្រើសជាតិហ្វីលីពីននេះបាទត្រង់នេះគឺបញ្ជូនបំផ្លោងឡើងមកលើដល់ដៃរបស់អ្នកចាំទីបាទ Hansen Stephen Shock ប្រធានក្រុមបញ្ជូនមកប្រឡោះល្អណាស់លោកត្រង់នេះមួយនៅតែ Stephen Shock មានឱកាសកាត់ចូលក្នុងតែមួយពីទេសម្បត្តិទៅតំណែងក្រោមវិញសិនបាទ Mark Andrew លោកតែមួយអត់ដល់ទេត្រង់នេះមួយជើងឡើងមកលើសិនអត់ទាន់តាឆ្ងាយទេនៅសល់បាទកីឡាកររបស់ហ្វីលីពីនមួយរូបទៀតឱកាសកាត់ចេញពីស្លាប់ខាងស្ដាំមកកាត់ដោយរត់យកតំណងលោកតែមួយក៏បាទមិនទាន់តាឆ្ងាយដែរបាទព្យាយាមពាំងកីឡាករលេខ20បាទគឺ Mark Andrew Hartman បាទកូនកាត់ហ្វីលីពីនអង់គ្លេសបំផ្លោងបតក់ត្រង់នេះយ៉ាងណាដែរសុកសិលាថយសិនព្រោះមានខ្សែការពារ2រូបហើយមកជួយវិសាលបារាំងចូលទៅមួយទៀតបាទពាំងហើយក៏បញ្ជូនសិនពី Hartman ជួយត្រង់ឲ្យបាល់ល្អទេលើកបាល់ឡើងដួលខ្លួនបាទវិសាលបំផ្លោងបាល់មួយជើងឆ្វេងតែទម្លាក់វិញនៅខ្សែការពារទៅក្រុមបាល់រឹងមិនហៀងមូស្លីមបំផ្លោងត្រង់នេះពិសោធន៍អូយបាទបោកដីដែរតែរៀងឆ្ងាយមិនសាកាឧបត្ថម្ភរបស់យើងបាទនេះគឺជាឱកាសសិនមើលឱកាសមួយសិនពិសោធន៍នេះបាទលោតតែបានល្អប៉ុន្តែស្រាលបន្តិចបាទនេះបាទរូបប្លង់ពីខាងក្រោយវិញម្ដងបាទលោតតែបាទលេងមកប៉ះលឿនដោយសុសុហាណាឡើងគ្រប់ត្រូលត្រង់នេះពិសាលជូនបន្តទៅបារាំងកាត់តែម្ដងយ៉ាងណាអត់ទេត្រង់នេះពិសុទ្ធបញ្ជូនហាណាពូលីនបញ្ជូនពីចម្ងាយអីអើយបាទ on target 2លើកហើយបាទកម្ពុជាលេងបាទជ្រុងលើកដំបូងរបស់កម្ពុជាបាទយើងមើលរូបភាពផ្សាយវិញម្ដងទៀតបាទពូលីនអត់មានញ៉ៃច្រើនទេបាទធ្លាប់តែឃើញពូលីនចាក់ set play បាទក៏ដូចជា set pick ការលេងបាល់ជ្រុងនេះ3ទល់នឹង3នៅទូមុខគ្នារត់ហើយចេញហើយក៏បំផ្លាញមកបង្គោលទី2អូយបាទទេសម្បត្តិបាទនេះគឺជាលេងងាយសម្បត្តិស្លីមពីទៅអូយចន្ទធាបាទមូស្លីមគេនិយាយអ្នករត់បាទប្រឆោតតែចន្ទធាបាទទាត់ទីតែម្ដងបាទជមើលត្រង់នេះអញ្ចឹងយើងមកប្រឡោះដែរចាំធាមើលតំណងដែរអ្នកចាំទីរៀងរេមករកបិទមូស្លីមអីចឹងណាបាទនេះបាទមួយជើងលោកកណាល់ឲ្យតែទស្សនាជាបន្តបំផ្លោងពីវិសាលទៅហើយលោកពិសុទ្ធយកបាល់ 1-2 សិនបាទជូនឲ្យបារាំងចូលឡើងសំណាញ់ទីក្រុមជម្រើសជាតិកម្ពុជានៅមុខហ្វីលីពីននៅនាទីទី16ក្រុមកាសាតូល្អណាស់បាទរូបភាពយីកន្លែងនេះបាទរត់មកល្មមបាទពិសុទ្ធកន្លែងនេះពិសុទ្ធឲ្យបារាំងផ្ទះបន្តិចមក4ហៀងនេះពេលចូលណាបាទពីក្រោយរបស់អាគីណាល់ដូមិញបាទមើលឃើញហើយចំកលបាទពេនបំប៉ងសំណាញ់ទីបាទបន្ទុបាទ3បន្ទុដំបូងគឺសំខាន់ណាស់ហើយក៏ជាក្រុមមួយដែលយើងគិតថាពូលីនបញ្ជូនតានេះបញ្ជូនបន្តយ៉ាងណាដែរមួយចើកអូយបោះបញ្ជូនល្អមែនទែនតែនៅសល់មួយរូបទៀតមួយចើកឆ្វេងយាយពីរទៅលើសអូនច័ន្ទពូលីនបាទប៉ុ
ប៉ុនប៉ងមកលើកទី2របស់ប៉ូលីននេះធ្វើបានល្អមែនទែនបាទឲ្យល្អឡើងវិញបាញ់មិញបាទទស្សនារូបភាពកន្លែងនេះដែលលោកកណាថាតម្លាក់មកល្អបាទបញ្ជូនមកឆ្វេងហើយក៏ហួសមួយហួសរឹងមុនហៀងយ៉ាងណាក៏ដោយប៉ូលីនជើងឆ្វេងនេះណាបាទអូយបាទដាក់ជើងពីក្រោមដូចម៉ាទីណេសរបស់នេះអាសង់ទីនដែរតែដាក់ទៅចូលបាទខ្នងជើងមិញបាទខ្នងជើងនេះធ្លាប់បាទកន្លែងនេះពេញជើងល្អណាស់ទស្សនាបន្តទៀតឲ្យសៀងកាន្ធាកន្លែងនេះដាច់មួយទៀតហើយយ៉ាងណាសៀងកាន្ធាយកបាល់បានធា1 2អីយ៉ាច់វាដាច់អូយទាញអត់អីទេកន្លែងនេះយ៉ាងណាដែរបោះមកអូយមកពេលអត់ត្រូវស្ដាយមែនទេកន្លែងនេះបាទមិនមែនពេលអត់ត្រូវទេប៉ះទៅអត់កលុយស្ដាប់កាន់តែច្រើនបានបន្ទុក playing points បដូរយករង្វាន់កាន់តែច្រើនត្រង់នេះគឺឱកាសរបស់ហ្វីលីពីនវិញម្ដងប៉ុន្តែมันអាច5នាទីចុងក្រោយមកចលោរបតក់លេងមកប៉ាត្រង់នេះរៀងបាទវាលតិចត្រង់នេះមួយជប់ជុំហើយសូសេឡាអូយរកបានមួយគ្រាប់ត្រឡប់មកវិញហើយត្រង់នេះ1 ទល់នឹងនេះខ្សែការពារយើងនៅខាងលើបាទព្យាយាមម៉ាក់គេខាងលើនេះឲ្យទាត់ពីចម្ងាយសិលាកន្លែងនេះអីអូយបាទថា reflect អត់បានទៅលឿនទៅមុខកន្លែងនេះបាទហើយក៏បន្ថែមបញ្ចូលទីតែម្ដងបាទមិញបាទតែម្ដងបាទចាប់ចូលតង់ដូរដូចគ្នានឹងដូចហ្វីលីពីនដូរ2នាក់ដែរបាទមកលេខការប្រកួតវគ្គទី2បានចាប់ផ្ដើមហើយប្រិមិត្តអាហ្គីណាល់ដូឡងត្រង់នេះយ៉ាងណាដែរអីយ៉ាអត់មានដាក់សម្បាក់គេទេ2 ទល់នឹង 2បាទទៅហើយយ៉ាងណាដែរត្រង់នេះបាទបញ្ហានៃការមិនយល់ចិត្តគ្នាវិញម្ដងនៅក្នុងដើមវគ្គទី2នេះយើងឃើញថាបាល់នេះបាទទស្សនារូបភាពយឺតបងប្អូនកន្លែងនេះមិញនេះបាទរត់ពីក្រោយទៅអត់កន្លែងនេះរត់ដូចអត់តន់ណាច័ន្ទចៅកន្លែងនេះដាក់លេខទៅម៉ាត់គេហើយវាដូចជាបាទចន្លោះប្រហោងបាទបារាំងបាទចាប់នេះទៅហើយបាទកីឡាករដែលទើបតែដូរចូលនេះបង្កើតបាទបោះកាត់ឬក៏អីចូលក្នុងបានច្រើនអញ្ចឹងបានគ្រូដូរចូលបាទបំបែកថាបំបែកក្បួនរបស់កម្ពុជាណាលេងចេញពីឆ្វេងឡើយអត់បានល្អទេបាទធម្មតាអ្នកត្រូវគេនាំមុខឲ្យតាមស្មើវិញគឺពីច្រើនគឺកម្លាំងចិត្តហ្នឹងបាទឥឡូវនេះយើងមើលការដឹកបាល់ឡើងជួយទៅខាងស្ដាំទលាយឬក៏យ៉ាងណាជួយទៅស្ដាំត្រង់នេះប៉ុន្តែបាទលេងបាល់លើមានអ្នករត់គ្រប់គ្រងមួយឲ្យកាត់មកត្រង់នេះមុននេះ3 ទល់នឹង 2រងរៀងនាទីទី59មកដាក់មកអស់កោស្អែកនិយាយលេខចេញទៀតចាំគិតទៀតបាទសំខាន់បាទតាមស្មើតាមបើយកបាទនាំមុខជាថ្មីម្ដងទៀតបាទនេះបាទ2គ្រាប់តែម្នាក់ឯងកុំឲ្យចាញ់កីឡាករហ្វីលីពីនបាទកីឡាករហ្វីលីពីនបាទកេស៊ីរ៉ូក៏រកបាន2គ្រាប់ឥឡូវពុនហៀងបាទគៀសអីយ៉ាបាទមកហើយបាទនេះបាទសិតតែជាបាទកីឡាករស្នូលរបស់កម្ពុជាយើងបាទត្រៀមបដូរចូលហើយបាទកែសុកផេងចូលមកក្លុកទីមើលបាទខ្សែការពារហ្វីលីពីនដូចជាបាទមានបញ្ហាសម្បកកង់បាទយើងមើលរូបភាពសារឡើងវិញបាទបំផ្លោងល្អមែនទេគឺថាបំផ្លោងនេះរៀងខ្លាំងពិបាកប៉ុន្តែអត់ទេនេះអ្នកមកគ្រប់គ្រងនេះមូស្លីមបាទបាល់នេះកើតចេញពីគុណសម្បត្តិរបស់យើងមូស្លីមបាទយើងមូស្លីមកីឡាកររបស់ភ្នំពេញក្រោនបាទកាត់មកត្រង់នេះឲ្យរឹងបន្ទាងតែតបញ្ចូលទីបានយ៉ាងល្អបាទ2គ្រាប់ម្នាក់ឯងហើយជាគ្រាប់ទី3របស់ក្រុមជម្រើសជាតិកម្ពុជានិយាយរួមទៅក្រុមជម្រើសជាតិបាទហ្វីលីពីនមកអាយ៉ាត្រង់នេះទៅទៀតហើយចាត់ទៀតបាទសល់មួយជើងត្រង់នេះណែសម្បត្តិគេមកឈរកន្លែងនេះបូរីសបាទអូសទៅតែម្ដងបំផ្លោមកកន្លែងនេះតែអត់បានសម្រេចតែមិនទាន់តាណាជាប់ជើងកម្ពុជាទាត់ពីចម្ងាយបាល់ខាងលើបងប្អូនបាទបូរីសបាទសាក់កម្លាំងជើងមកគាត់ជើងទៅគឺបាល់ខុសទិសដៅបារាំងនេះកាត់ល្អមែនទេកន្លែងនេះអូយបាទពេនទៅចេញនេះបាទបាននៅសុខភាពល្អប្រចាំថ្ងៃពូការីស្វេតដល់នៅសុខភាពល្អជាមួយអ៊ីយ៉ុងបាទស្តេហ្វាន់ស្រុកបន្តត្រង់នេះលោតែតមួយសល់ម្នាក់ទៀតមួយជើងទៀតត្រឡប់ទៅវិញមួយជើងពីចម្ងាយត្រង់នេះអត់មានការពិនិត្យទេត្រឡប់មកវិញបាទពេងប្រជែងគ្នាពេងអត់ឈ្នះទេត្រង់នេះបាទ1 ទៅ 2ព្យាយាមរត់មកបិទតែសល់1នាទីទេបាទព្យាយាមបិទបាទឲ្យយក3-2កន្លែងនេះអីយ៉ា
មួយទៀតទាត់ផ្ដាច់មួយជើងឡើងទៅខាងលើប្រហែលជា40វិនាទីទៀតតែបំផ្លងជាប់នឹងស្លាបខាងឆ្វេងដដែលបាទទាត់ចេញកន្លែងនេះបាទតាំងមិនថៃបាទញ៉ាំ Boost Strong ដើម្បីបំពេញក្តីស្រមៃដ៏អស្ចារ្យ Boost Strong Power Plus Power to Win បាទតោះនេះចង្វាក់ចុងក្រោយអូយសល់ម្នាក់ទៀតអត់ទៅត្រាឆ្ងាយទេតែទៅហើយសុខភេងទៅទៀតទៅសុខភេងអត់មានអ្នកឡើងគ្រប់ត្រូលសុខភេងខប់បោះដៃហៅបាទចុងក្រោយហើយក៏ចប់ការប្រកួតជាផ្លូវការតែម្ដង3ទល់នឹង2ជ័យជំនះលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជារបាំង3ពិន្ទុមុនគេតែម្ដងបាទកៅឆាយនៅឯពហុកីឡដ្ឋានជាតិមកដល់ជោមុនហៀងរកបាន2គ្រាប់ម្នាក់ឯងនាទី16